សាច់ជ្រូកក្នុង1គីឡូ 35,000 វាមានតម្លៃខ្ពស់នៅលើទីផ្សារក៏ប៉ុន្តែបើធៀបជាមួយនឹងសាច់ជ្រូកកដោក្នុងតម្លៃ 35,000 ខ្ញុំគិតថាស័ក្តិសមសម្រាប់ការទទួលទានហើយអ្វីបានជាខ្ញុំនិយាយបែបនេះបើយើងប្រៀបធៀបជាមួយនឹងសាច់គោដែលបងប្អូនប្រជាកសិកររបស់យើងចិញ្ចឹមនៅតាមមូលដ្ឋានក៏ខ្ទង់តម្លៃជាង 30,000 រៀលនេះដែរហើយជាប្រភេទសាច់ធម្មជាតិដែលយើងទទួលទានដោយមិនបារម្ភអំពីសារធាតុគីមីដែលមាននៅក្នុងសាច់ក៏ដូចជាសារធាតុអរម៉ូនផ្សេងៗដែលមាននៅក្នុងសាច់ជាដើមងាកមកវិញសាច់ជ្រូកក្នុងតម្លៃ 35,000 ដែលជាសាច់ជ្រូកកដោចិញ្ចឹមលក្ខណៈធម្មជាតិសុទ្ធសាធ 100% ខុសគ្នាអំពីជ្រូកដែលចិញ្ចឹមតាមបែបបងប្អូនប្រជាកសិករចិញ្ចឹមឆ្ងាយហើយអីបានជាខ្ញុំហ៊ានអាងដូចនេះការប្រើប្រាស់ចំណីបេឬក៏យើងអាចថាចំណីសម្រេចគឺយើងដឹងហើយថាវាប្រកាសណាស់នឹងមានសារធាតុមួយចំនួនដែលជួយជំរុញដល់ការលូតលាស់របស់សាច់បើធៀបជាមួយនឹងការចិញ្ចឹមលក្ខណៈធម្មជាតិដោយគ្មានប្រើសារធាតុទាំងអស់នោះតើបងប្អូនគួរពិចារណាមួយណាបាទនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកតែអំពីគុណសម្បត្តិមួយចំនួនរបស់ជ្រូកកដោបាទដើម្បីឲ្យបងប្អូនទទួលពិចារណាទាំងអស់គ្នាបើយើងក៏លេខមើលទៅការចិញ្ចឹមជ្រូកសាច់ហើយនិងជ្រូកកដោវាមានលក្ខណៈខុសគ្នាឆ្ងាយអំពីរយៈពេលនៃការចិញ្ចឹមបើយើងចិញ្ចឹមជ្រូកសាច់មានន័យថាអាចខុសគ្នា3ដងជាមួយនឹងការចិញ្ចឹមជ្រូកកដោបងប្អូនដែលចិញ្ចឹមយូរអាចឈានដល់5ខែទើបអាចលក់នៅលើទីផ្សារបានបងប្អូនដែលអាចចិញ្ចឹមហើយមានសន្ទុះលូតលាស់ខ្ពស់ត្រឹមរយៈពេល4ខែបងប្អូនអាចទទួលបានប្រហែលជា100គីឡូឯដែរឬក៏អាចលើសនឹងក្រោមនឹងតិចតួចក៏ប៉ុន្តែបើបងប្អូនចិញ្ចឹមជ្រូកកដោវិញប្រហែលជាចំណាយពេលជាង1ឆ្នាំ2ខែ1ឆ្នាំ3ខែជាដើមអាចទទួលបានជ្រូកទម្ងន់ប្រហែលជាពីចន្លោះពី60ទៅ70គីឡូក្នុងមួយក្បាលបាទដូច្នេះហើយរយៈពេលនៃការចិញ្ចឹមហើយនឹងតម្លៃដែលលក់នៅលើទីផ្សារក៏មិនអាចដូចគ្នាបានដែរបងប្អូននេះជាចំណុចមួយតូចប៉ុណ្ណោះដែលខុសគ្នារវាងជ្រូកកដោហើយនឹងជ្រូកសាច់របស់បងប្អូនដែលកំពុងចិញ្ចឹមសពថ្ងៃបើយើងមើលចំណុចផ្សេងទៀតឧទាហរណ៍ដូចជាគុណភាពសាច់បាទគុណភាពសាច់បើយើងនិយាយពីជ្រូកកដោបងប្អូនសម័យមើលទៅថាដែលយុសវ៉ាខ្ញុំអាចសម័យទៅប្រហែលជាជាង10ឆ្នាំមុនបាទជាង10ឆ្នាំមុនដែលយាយតាគាត់ធ្វើការចិញ្ចឹមលក្ខណៈធម្មជាតិគុណភាពសាច់ហ្នឹងបងប្អូនទទួលទាននេះឆ្ងាញ់ប៉ុណ្ណាធៀបជាមួយនឹងសាច់បច្ចុប្បន្នដែលបងប្អូនទទួលទានដែលជាជ្រូកដែលផ្ដល់ជាចំណីសម្រេចតើគុណភាពខុសគ្នាប៉ុណ្ណាហើយខ្ញុំគិតថាបន្ទាប់ពីបងប្អូនទទួលទានសាច់ជ្រូកកដោដែលក្នុងតម្លៃ 35,000 នឹងបកទៅពិចារណាថាតើវាស័ក្តិសមដែរទេអញ្ចឹងសាច់ជ្រូកកដោនេះវាមានគុណភាពឆ្ងាញ់ជាងហើយម្យ៉ាងវិញទៀតអ្វីដែលជាលក្ខណៈពិសេសរបស់វាគឺខ្លាញ់មានន័យថាជ្រូកកដោដែលបងប្អូនជាកសិករយើងកំពុងតែចិញ្ចឹមវាចេញទៅខាងក្រៅរត់លេងធ្វើឲ្យខ្លាញ់អាក្រក់ដែលមាននៅក្នុងខ្លួនរបស់វានោះគឺតិចតួចមានតិចតួចក៏ប៉ុន្តែធៀបជាមួយនឹងជ្រូកដែលបងប្អូនជាកសិករយើងកំពុងតែចិញ្ចឹមដែលផ្ដល់ចំណីបេគឺក៏អត់បានឲ្យវាចេញទៅខាងក្រៅទេការដែលវាចេញទៅខាងក្រៅដែរគឺវាចំណាយថាមពលហើយការលូតលាស់របស់វាក៏អត់ដូចវាដេកនៅមួយកន្លែងដែរក៏ប៉ុន្តែគុណវិបត្តិវាមួយទៀតនោះគឺការបញ្ចេញសារធាតុមិនល្អដែលមាននៅក្នុងខ្លួនមានន័យថាជាតិពុលមួយចំនួនគឺត្រូវបានស្តុកទុកនៅក្នុងខ្លួនវាអត់អាចបញ្ចេញមកខាងក្រៅដូចជាការដែលចិញ្ចឹមជ្រូកកដោឲ្យវារត់ហាត់ប្រាណឲ្យសាច់វាហាប់ណែនល្អមានរសជាតិឆ្ងាញ់អញ្ចឹងដូចគ្នាបានទេបាទនេះជាលក្ខណៈខុសគ្នាមួយដែររវាងការចិញ្ចឹមជ្រូកភៃហើយនិងជ្រូកសំទោសរវាងការចិញ្ចឹមជ្រូកកដោហើយនិងជ្រូកសាច់បាទមួយទៀតបើសិនជាយើង
ពិចារណាដល់ការធ្វើជាម្ហូបបាទខ្ញុំលើកជាឧទាហរណ៍ថាបើសិនជាយើងយកវាទៅប្រឡាក់អាំងរឹតតែបងប្អូនអាចវាយតម្លៃបានលឿនជាងការយកទៅស្លណាបាទជោគកដោនៅពេលដែលយើងយកវាទៅប្រឡាក់ឬក៏យកវាទៅអាំងឬក៏យកវាទៅខ្វៃគុណភាពវាល្អដាច់ជាងជ្រូកដែលជ្រូកពូជបច្ចុប្បន្នបាទដែលមិនមែនជាជ្រូកកដោបាទគុណភាពជ្រូកកដោនៅពេលដែលយើងយកខ្វៃយកអាំងឬក៏ប្រឡាក់អាំងធម្មតាក៏ដោយគុណភាពឆ្ងាញ់ជាងឆ្ងាយបាទរសជាតិវាក៏ឆ្ងាញ់ជាងឆ្ងាយដែរបងប្អូនហើយអ្វីដែលខ្ញុំចង់លើកទឹកចិត្តគឺជាការចិញ្ចឹមបែបលក្ខណៈសរីរាង្គគឺការផ្ដល់ចំណីលក្ខណៈធម្មជាតិដោយមិនបានប្រើសារធាតុជំរុញឲ្យមានការលូតលាស់លឿនបាទទើបយើងនិយាយបានថាគុណភាពសាច់វាឆ្ងាញ់ដូចអ្វីដែលខ្ញុំនិយាយមួយទៀតបើយើងនិយាយអំពីខ្លាញ់បាទខ្ញុំទទួលស្គាល់ការចិញ្ចឹមជ្រូកសាច់ខ្លាញ់របស់វាគឺតិចជាងដោយសារនៅពេលដែលយើងផ្ដល់ចំណីឲ្យវាជាប្រភេទចំណីសម្រាប់អញ្ចឹងក្នុងចំណីទាំងអស់នោះគេបានគិតគូរពិចារណាហើយថាវាមានការលូតលាស់មិនសន្ទុះសាច់វាប៉ុណ្ណាហើយសន្ទុះខ្លាញ់វាប៉ុណ្ណាក៏ប៉ុន្តែការចិញ្ចឹមលក្ខណៈធម្មជាតិអត់មានទេបងប្អូនគឺកម្រាស់ខ្លាញ់វាគឺដឹងតែខ្ពស់ជាងកម្រាស់ខ្លាញ់របស់ជ្រូកដែលចិញ្ចឹមលក្ខណៈប្រើចំណីសម្រាប់ហើយគឺខុសគ្នាអត់អាចនិយាយដូចគ្នាបាទតែខ្លាញ់ទាំងអស់នោះគឺជាប្រភេទខ្លាញ់ដែលអត់មានស្តុកទុកនៅសារធាតុគីមីអីទេដោយសារយើងផ្ដល់ជាលក្ខណៈចំណីបែបធម្មជាតិហើយជ្រូកទាំងអស់ហ្នឹងក៏ទៅបានហាត់ប្រាណនៅតាមតំបន់ដែលបងប្អូនប្រជាកសិករយើងចិញ្ចឹមដែរអញ្ចឹងការស្តុកទុកនៅខ្លាញ់អាក្រក់គឺមានតិចតួចបំផុតមួយទៀតភាពកម្របើខ្ញុំនិយាយអំពីភាពកម្រនេះប្រហែលជាបងប្អូននៅថាអត់ទេជ្រូកកដោអត់ចេះខ្វះទេតែបងប្អូនប្រៀបធៀបគ្នាជាមួយនឹងជ្រូកកដោហើយនឹងជ្រូកសាច់បងប្អូនជាកសិករយើងកុំនិយាយដល់ក្រុមហ៊ុនណាបងប្អូនជាកសិករយើងក៏អ្នកចិញ្ចឹមច្រើនខ្លាំងជាងអ្នកដែលចិញ្ចឹមជ្រូកកដោនិងជ្រូកព្រៃដែរក៏ប៉ុន្តែបើបូកជាមួយនឹងក្រុមហ៊ុនទៀតចំនួននៃការចិញ្ចឹមគឺខ្លាំងជាងមានន័យថាសឹងថាជ្រូកកដោរាល់ថ្ងៃនេះចិញ្ចឹមប្រហែលជា 1% នៃការចិញ្ចឹមជ្រូកប្រភេទជ្រូកនាំចូលថ្មីក្រោយនេះទេមានតែជ្រូកដោយរកញុកសៀលិនដ្រេសភីត្រៀននេះហ្នឹងគឺពូជជ្រូកទាំងអស់ហ្នឹងវាច្រើនជាងចំនួនចិញ្ចឹមច្រើនជាងជ្រូកកដោជ្រូកព្រៃទៅទៀតបាទអញ្ចឹងខ្ញុំគិតថាវានៅស្ថិតនៅក្នុងភាពកម្រនៅឡើយទេហើយបងប្អូនដែលទទួលទាននៅជ្រូកព្រៃជ្រូកកដោក៏មានចំនួនតិចដែរដោយសារវាមិនសម្បូរលក់នៅលើទីផ្សារប្រហែលទេអញ្ចឹងដែលជំរុញដល់បងប្អូនដែលចង់ចិញ្ចឹមជ្រូកព្រៃជ្រូកកដោឲ្យគួរពិចារណាលើចំណុចនេះថាវាស្ថិតនៅក្នុងកម្រិតមួយអ្នកចិញ្ចឹមនៅមានកម្រិតនៅឡើយទាបខ្លាំងនៅឡើយដែលអាចជាឱកាសសម្រាប់បងប្អូនដែលគាត់ចង់ចិញ្ចឹមហើយតម្លៃវាវិញក៏យើងគិតថាវាល្អជាងជ្រូកសាច់ក្នុងពេលបច្ចុប្បន្នបើទោះបីជាជ្រូកឥឡូវឡើងដល់1គីឡូ 10000 ជាងក៏ប៉ុន្តែបើសិនជាបងប្អូនមានទីផ្សារដូចជាការលក់ទៅតាមភោជនីយដ្ឋានឬក៏អ្នកដែលខ្វៃឬក៏បងប្អូនលក់នៅក្នុងមូលដ្ឋានដែលបានតម្លៃល្អដូចជាខ្ញុំគិតថានោះបងប្អូនអាចនឹងចាប់មុខរបរនេះបានវាហាក់បីដូចជាមានភាពល្អប្រសើរម្យ៉ាងសម្រាប់កសិករដែលកំពុងតែពិចារណាចង់ចិញ្ចឹមអញ្ចឹងខ្ញុំគិតថាអ្វីដែលខ្ញុំចែកចាយនៅក្នុងវីដេអូនេះមានប៉ុណ្ណឹងបើសិនជាបងប្អូនគិតថានៅខ្វះចន្លោះឬក៏លើសលួសក្នុងចំណុចណាសូមបងប្អូនជួយ comment នៅខាងក្រោមវីដេអូនេះផងដើម្បីបំពេញបន្ថែមនៅចន្លោះខ្វះខាតឬក៏ភាពលើសលួសណាមួយដែលបងប្អូនមិនពេញចិត្តអរគុណជួបគ្នាវីដេអូក្រោយ